តែក៏ខ្ញុំមិនដោះលែងនឹងទីដាច់ខាត់នាងក៏បានយកព្រមតែខ្ញុំព្រមចុះចាញ់ឲ្យសັບតែគេតាពីរនាក់ហ្នឹងក៏បានមានអ្វីសំខាន់ជាមួយនឹងគ្នាទៅព្រោះអីគឺទូព្រោះយើងក៏មិនចង់បាត់បង់នាងទៅនោះទេចំណែកទូស្រីយើងគឺនាងឃើញផ្លូវជ្រើសរើសនោះទេបើសិនជាបងស្រីរបស់នាងគឺត្រូវចេញវិចារនេះនាងក៏ត្រូវតែចេញវិចារនេះដែរហើយនាងក៏បានសួរបងស្រីរបស់នាងគឺបងស្រីរបស់នាងសម្រាប់ចិត្តច្បាស់ហើយមែនទេថានឹងត្រូវលែងលះបន្តមកគឺគេក៏បានគឺស្មៃឃើញហេតុការណ៍នាងបានផ្ញើវីដេអូហើយនឹងរូបថតមកគឺនាងក៏បានសម្រេចចិត្តថានឹងលែងលះភ្លាមតែម្ដងទៅមកគឺទូស្រីយើងក៏ឃើញផ្លូវជ្រើសរើសនោះទេគឺទូប្រយើងបើសិនជានាងគឺចេញវិជីវិតរបស់គេគឺគេប្រកាសជាតាមរនាងគ្រប់ទីកន្លែងហើយនាងក៏បានបញ្ញាដើម្បីចេញវិទេសមួយនឹងតែខ្លាចតែទូប្រយើងមិនទាន់ហេតុការណ៍ថាទៅអ្នកបម្រើក៏បានហាមឃាត់តែហាមឃាត់មិនទាន់នោះទេហើយអ្នកបម្រើក៏ថាវិវត្តហើយពេលនេះអ្នកនាងទាំងពីរទៅហើយតែមកទូប្រយើងក៏ចេញមកវិធ្វើការវិញសត្វតែគេមិនដល់ផ្ទះគឺគេក៏បានឃើញមុខអ្នកបម្រើដូចជាចម្លែកខ្លាំងណាស់តែមានរឿងអ្វីកើតឡើងមែនទេប្រពន្ធរបស់ខ្ញុំក៏អត់ចិត្តខ្ញុំមែនទេគេក៏បានឃើញទឹកមុខអ្នកបម្រើហើយគេក៏បានសម្លឹងទៅមើលខាងលើគេគិតថាប្រពន្ធរបស់គេប្រកាសជារត់ទៅជាមិនខាននោះទេហើយគេក៏បានបញ្ញាទៅមើលខាងលើសត្វតែឃើញបន្ទប់ទៅទេស្អាតតែម្ដងគឺគេមិនឃើញសម្លៀកបំពាក់របស់នាងនៅនោះទេគេក៏បានគឺជ្រៃជុំភ្លាមតែម្ដងគឺគេមិននៅស្មានថាប្រពន្ធរបស់គេបែរជាទៅចោលគេបែបនោះទេសត្វតានាងក៏បានគឺនៅសល់លុយបន្តិចបន្តួចហើយនាងក៏បានថាគឺពួកយើងនៅគ្រាទៅចាប់ដើមជីវិតសាស្ត្រថ្មីបងស្រីរបស់នាងក៏បានធ្វើគ្រាហ៊ុនដូចធម្មតាសត្វតានាងក៏បានគឺទៅបើកហាងមួយគឺបងស្រីរបស់នាងបានបើកហាងអាហារមួយឲ្យនាងគឺជាអ្នកគ្រប់គ្រងហាងអាហារមួយនឹងព្រោះអីគឺនាងដឹងថាប្អូនស្រីរបស់នាងគឺមិនចូលចិត្តធ្វើគ្រាហ៊ុននោះទេតែមកគឺនាងក៏ថាសប្បាយចិត្តខ្លាំងមែនទែនពេលដែលបងស្រីរបស់នាងគឺយកចិត្តនាងឲ្យនេះសត្វតានាងក៏បានឡាយសត្វដើម្បីគឺឃោសនាហាងអាហាររបស់នាងសត្វតែគឺមានភ្ញៀវទេមកកំងគឺបញ្ឈប់នោះទេនាងក៏បានរៀបចំអាហារឲ្យគេមិនទាន់នោះទេសត្វនាងក៏បានឡាយសុទ្ធទៅទូប្រយើងក៏បានស៊ើបដឹងថានាងនៅទីណាគេក៏បានតាមរនាងភ្លាមតែម្ដងគេក៏ថានាងចង់រត់ចេញពីខ្ញុំទៅណាទៅគឺខ្ញុំប្រកាសជាតាមរនាងទៅតែឃើញជាមិនខាននោះទេនាងក៏ថាគឺនៅទីបំផុតគេក៏រកខ្ញុំមកឃើញតទៅបានតមកគឺគេក៏បានគម្រាមទូស្រីយើងថាសិនជានាងហ៊ានរត់ចោលគេម្ដងទៀតគឺនៅពេញមួយជីវិតនេះគឺគេមិនអោយនាងទៅណាជាដាច់ខាតគឺគេនឹងឃុំនាងទុកតែក្នុងបន្ទប់តែប៉ុណ្ណោះសត្វតែបងស្រីរបស់គេក៏បានមកថាអ្នកណាហ៊ានធ្វើបាបប្អូនស្រីខ្ញុំទៅសត្វតែគេក៏បាននាំប្អូនស្រីរបស់គេទៅសត្វតែអង្គរៈទាំងអស់ក៏បានហាមឃាត់មិនអោយទូប្រយើងទៅនោះទេហើយគេក៏បានទៅដល់ផ្ទះវិញក៏បានផឹកស្រាយ៉ាងស្វឹងតែម្ដងសត្វតែបងប្រុសគេក៏បានត្រឡប់មកពីប្រទេសក្រៅវិញគេក៏បានខឹងបងប្រុសគេខ្លាំងមែនទែនមកពីបងមកជាបងគឺធ្វើឲ្យប្រពន្ធរបស់បងរត់ចោលបងបែបនេះព្រោះតែបងបានជាធ្វើប្រពន្ធរបស់ខ្ញុំទៅចោលខ្ញុំដែរហើយបងប្រុសគេក៏លើបែបនេះហើយគឺឆ្ងល់ខ្លាំងមែនទែនព្រោះអីគឺគេមិនបានធ្វើអ្វីដែលក្បត់ចិត្តប្រពន្ធរបស់គេនឹងទេសត្វតែប្អូនរបស់គេក៏បានយកវីដេអូហ្នឹងយកមកឲ្យបងប្រុសគេមើលហើយគេក៏ថាគឺគេគ្មានទំនាក់ទំនងអ្វីជាមួយនឹងសង្សារចាស់របស់គេនោះទេគ្រាន់តែគឺទៅធ្វើការជាមួយគ្នាគឺវីដេអូនេះគឺមិនមែនជាការពិតនោះទេហើយបងប្រុសរបស់គេនិយាយបែបនេះហើយបងប្រុសក៏សប្បាយចិត្តខ្លាំងមែនទែនការពិតទៅគឺគេក៏បានគឺដឹងថាបងប្រុសគេមិនបានគាត់ចិត្តប្រពន្ធនោះទេអញ្ចឹងគឺគេនឹងមានសង្ឃឹមថានឹងត្រូវជាមួយនឹងប្រពន្ធរបស់គេវិញហើយមិនដឹងថាពេលនេះអ្នកទាំងពីរអ្នកនៅទីណានោះទេបងប្រុសគេក៏ថាគឺគេបានគឺតេតើជាមួយនឹងប្រពន្ធរបស់គេគឺគេបានស៊ើបក៏បាននឹងថាប្រពន្ធរបស់គេនៅទីណាគេក៏បានទៅស្វែងរកនាងដល់ក្នុងក្លឹបតំណងសិតតែបងស្រីរបស់គេនៅវិញក៏បាននាំប្អូនស្រីដើម្បីទៅបំភ្លៃការឈឺចាប់ទាំងអស់ក៏បាននាំប្អូនស្រីរបស់គេទៅចូលក្នុងក្លឹបដើម្បីទៅជួបជាមួយនឹងប្រុសសង្ហានៅក្នុងក្លឹបទាំងអស់ហើយនាងក៏បានថាគឺខ្ញុំអត់ធ្វើអញ្ចឹងនោះទេហើយគឺបងស្រីរបស់គេក៏បានធ្វើបែបនេះហើយនាងក៏បានគឺសម្រាប់ចិត្តថានឹងធ្វើតាមបងស្រីរបស់នាងទៅចោះហើយគេក៏បាននាំប្រុសសង្ហាមកជាច្រើនសិតទៅទូប្រយើងក៏បានមកដល់គេក៏សួរនាងថាកំពុងតែធ្វើអ្វីហ្នឹងតែមកគឺគេក៏ថានាងចូលចិត្តធ្វើបែបនេះខ្លាំងណាស់មែនទេ